នៅក្នុងជីវិតខ្ញុំរឿងដែលខ្ញុំមានវិបត្តិសារីជាងគេគឺខ្ញុំភ្លេចស្រឡាញ់ខ្លួនឯងតែប៉ុតគឺមានរឿងជាច្រើននៅក្នុងជីវិតខ្ញុំដែលខ្ញុំបានឆ្លងកាត់ដែលខ្ញុំបានជួបប៉ុន្តែគ្រប់រឿងដែលខ្ញុំសម្រេចចិត្តថាធ្វើហើយខ្ញុំមិនដែលស្ដាយក្រោយតែមានតែរឿងដែលខ្ញុំភ្លេចស្រឡាញ់ខ្លួនឯងនេះដែលខ្ញុំស្ដាយក្រោយពីព្រោះបើសិនជាខ្ញុំចេះស្រឡាញ់ខ្លួនឯងចេះមើលថែខ្លួនឯងតាំងពីដើមឡើយរឿងអាក្រក់ៗមួយចំនួនគឺវាអាចកើតមាននៅក្នុងជីវិតខ្ញុំនេះអញ្ចឹងខ្ញុំចង់ផ្ដាំទៅបងប្អូនពិសេសគឺក្មេងៗដែលគាត់ទៅតែចាប់ផ្ដើមទៅលើទៅក្នុងការងារឬក៏ចាប់ផ្ដើមចេញមកសង្គមខាងក្រៅទាំងអស់គ្នាធ្វើអីធ្វើចាស់តែកុំភ្លេចស្រឡាញ់ខ្លួនឯងផងព្រោះមានតែយើងស្រឡាញ់ខ្លួនឯងទៅនៅពេលដែលជីវិតយើងមានការផ្លាស់ប្ដូរធំប៉ុណ្ណាក៏វាអត់ធ្វើឲ្យយើងមានអារម្មណ៍ថាយើងមានវិបត្តិសារីព្រោះអ្នកនេះអាចរួមសុខជាមួយយើងអ្នកនោះអាចរួមទុក្ខជាមួយយើងប៉ុន្តែនៅពេលមួយពួកគេសុទ្ធតែអាចដើរចេញពីជីវិតយើងគឺមានតែយើងខ្លួនឯងដែលមួយជីវិតនេះគឺយើងអាចដើរចេញពីខ្លួនឯងអញ្ចឹងរឿងដែលគួរតែត្រូវធ្វើគឺកុំភ្លេចស្រឡាញ់ខ្លួនឯងផង